បាយគូទី6ដែលឈ្មោះមិត្តភាពអន្តរជាតិរវាងកម្ពុជាម៉ូរ៉ូកូទឹកទី1 round 1បងប្អូនសូមកម្លាំងចិត្តដល់គូចុងក្រោយមួយមកបងប្អូនចូលមកដល់ការប្រកួតបាគូពិសេសគូកូនបូកេ Extreme កម្ពុជាគុណខ្មែរសប្តាហ៍ដ៏អស្ចារ្យសប្តាហ៍ទី42សប្តាហ៍ក្រោយបាទគឺយើងមានកំពូលកីឡាករខ្លាំងបាទបេជ្ជឃាតលាក់មុខហាន់2ក៏មកលន់បញ្ញាក៏មកដែរឥឡូវនេះកណាខ្ញុំមានស្នាព្យាយាមប្រើកណ្ដាប់ដៃមួយសិនថាអ្នកដែលលឿននោះគឺបានទៅលើអាកូពីបាទកីឡាកររបស់បាគីស្ថានហើយនៅចិត្តនេះទេបាទត្រៀមទទួលបណ្ណោះលើកទឹកចិត្តពីហងមាសបាទចំនួន1លានរៀលអាកូពីក៏ប៉ុន្តែយើងក៏លេចទៅមើលឆ្លងកាត់ការប្រកួតរបស់គុំវាសនាសិនវាសនាបើសិនតែកង់ចេញមករៀមអានឹងអាចតែនេះគេថាកង់ធំបាទលោកគ្រូអញ្ញាក្រាមជាការប្រកួតគឺលោកគ្រូរៀមកសលលោកគ្រូរៀមកសលក៏ជាអតីតអ្នកប្រដាល់គុណខ្មែរដ៏ឆ្នើមដែរបាទជាយាមទាត់ជើងក្រោមមួយរបស់អាដាមអលអាម៉ារីបាទកីឡាកររបស់ម៉ារ៉ុកនេះបើនិយាយពីទ្វីបវិញមកពីទ្វីបអាហ្វ្រិកព្យាយាមដើរចូលបាទព្យាយាមដើរចូលរបស់វាសនាកន្លែងនេះចាក់ជង្គង់របស់វាសនាអោបគ្នាទៅវិញទៅមកលោករៀមកសលគាត់សេរីស្រង់មើលកីឡាករទាំងពីរបាទណែមើលទៅអត់មានអីប្រែប្រួលទេគឺលោកអញ្ញាកដាលនិយាយកីឡាករទាំងពីរដើរចូលដល់គុំវាសនាថាមកគឺដឹងដល់វាយហើយបាទបាច់ភ័យទេបាទនេះជាយាមក្តាប់ដៃខាងស្ដាំរបស់វាសនាខោស្ដាំមួយឆ្វេងមួយរបស់អាដាមអ៊ីលអាមេរីបាទពុកខាងឆ្វេងមួយបាទលុកខាងឆ្វេងសងវិញខោជួយមួយស្ដាំមួយរបស់អាដាមវាសនាត្រៀមបញ្ចេញក្តាប់ដៃដៃឆក់ឡើយក្តាប់ដៃនេះគឺកីឡាករបរទេសមិនតិចអ្នកទេដែលពេលខ្លះក៏មានឈរត្រឡប់អីអូយកន្លែងនេះបាទទាត់ទៅជើងថ្ងៃនេះម្ចាស់ខ្សែក្រវ៉ាត់ Extreme គីឡូធ្ងន់ម៉ូតាសាក៏គាត់មកចូលរួមទស្សនាដល់ផ្ទាល់ដែរម៉ូតាសាហ្នឹងក៏ត្រូវមកការពារខ្សែក្រវ៉ាត់គីឡូធ្ងន់ដែរម៉ូតាសាថាស្វាគមន៍ Extreme ចង់មកវាយនៅ Extreme ឥឡូវលោកគ្រូអញ្ញាកដាលលោករៀមកសលញែកមួយសិនដើរចូលបន្តទៀតគឹមវាសនានៅតដើរចូលទេអត់រិចកណ្ដាប់ដាច់កណ្ដាច់ឆក់អូយទៅឆក់កន្លែងនេះមួយលោកគ្រូអញ្ញាកដាលរាប់ហើយរាប់ហើយ2 3 4 5 7 អត់បញ្ហាកន្លែងនេះអាដាមអត់បញ្ហាទេវាសនាថាស្គាល់ជាតិកណ្ដាប់ដៃទៅឆក់នៅនេះដើរចូលកណ្ដាប់ដៃទៅឲ្យកណ្ដាប់ដៃរបស់អាដាមលូកពេញឆ្វេងមួយណែចេញកណ្ដាប់ដៃទៅឆក់ទៀតហើយគុំវាសនាកណ្ដាប់ដៃទៅឆក់អូទៅស1 2ចេះចប់តាន់តែយ៉ាងណារាប់ទៅ4 5 6 7 8 8 អូយអាដាមថាអត់អីទេតែសម្រាប់ចប់ទឹកទី1រូបភាពយឺតទីសិនដោយសារទឹកមួយនេះបាទគុំវាសនាធ្វើឲ្យអាដាមហ្នឹងគឺរាប់ដល់ទៅ2លើកឯណោះពីសំណាក់លោកគ្រូអញ្ញាកដាលលោកគ្រូរៀមកសលអូយវាយលើសោះទុនក្រោមបាទនេះលូកមកដៃក្តាប់ដៃដេកឆក់ប្រិមិត្តកដាសាកសមមែនតែនអត់រេកកណ្ដាប់ដៃដេកឆក់របស់គុំវាសនាបោះជង្គង់បន្ថែមទៀតលោកគ្រូរៀមកសលតើតាន់កុំអីនឹងដឹងយ៉ាងទឹកទី2 round 2ហើយបុកបាទសូមជើញទស្សនាការប្រកួតបាទទឹកទី2 round 2គុំវាសនាបាទជាមួយនឹងអាមៀបាទឆ្វេងស្នាបបដូរកណ្ដាប់ដៃពីអាមៀមកវិញពីគុំវាសនាលូកឆ្វេងពីគុំវាសនាកណ្ដាប់ដៃដៃឆក់អត់ជាយាមទាត់មកកណ្ដាប់ដៃឆ្វេងស្នាបបោះជង្គង់ស្នាបមកវិញអាយចង់អត់ស្រួលអ្នកដើរចូលឆ្វេងស្នាបចូលទៅគៀកគុំវាសនាអាយហោមួយយ៉ាងមិនទៅហើយចាក់ទីអូយលោកអញ្ញាកដាប្រជុំហើយអូយបាទលេយ៉ាងហ្នឹងហើយបាទលោកអញ្ញាកដាលបាទទៅត្រង់ពីតែមិនទាន់អរគុណច្រើនអរគុណបាទបងប្អូនឥឡូវមុនទៅលើកដើរបច្ចេកជាផ្លូវការសូមទៅមើលរូបភាពយឺតសិនបាទចំណុចដែលលោកគ្រូអញ្ញាកដាលរាប់អត់កើតទេលោកគ្រូរៀមកសលដែលរាប់អត់កើតទេបាទមកដៃទឹកត្រួតណែក្តាប់ដៃដេកឆក់របស់គុំវាសនាបឆោតឲ្យឆ្វេងដើរចូលដោយគាត់ណាបឆោតមកដៃនេះបាទណែបញ្ញាក់មួយគេថាក្បាច់នេះធ្វើឲ្យគូប្រកួតវិលមុខមុនចេញក្តាប់ដៃបាទធ្វើឲ្យអាដាមអែលអាម៉ារី
ទប់ជំហរលេងបានទប់ជំហរលេងបានបើឆោតវល់តែមើលកដាប់ដៃខាងស្ដាំតែរុញអាចឆ្វេង លោកស្រីនៅនាងកញ្ញាជាទីមេត្រីអបអរសាទរជ័យជំនះរបស់គឹមវាសនា បាទសូមជម្រាប